ក្មេងទំនើង16នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមននិងភូមិសាស្ត្រស្រុកសំរោងទងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីរក្រុមមានគ្នាចំនួន12នាក់ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូអុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យដែលជាហេតុបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញប៉ះពាល់សន្តិភាពសាធារណៈនិងសន្តិសុខសង្គមនៅក្នុងភូមិសាស្ត្រក្រុងច្បារមននិងស្រុកសំរោងទងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងចំនួន2ទីតាំងផ្សេងគ្នាដោយទីតាំងទី1កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងនៅក្មេងទំនើងបង្ហោះម៉ូតូចំនួន12នាក់ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង20:40នាទីនាថ្ងៃទី8ខែសីហាឆ្នាំ2026នៅចំណុចដីឡូក្រោយពន្ធនាគារស្ថិតនៅភូមិទួលគោកសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺដោយក្មេងទំនើងទី1មានឈ្មោះពៅរដ្ឋាភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មករទី2ឈ្មោះប៊ុនសុភ័ក្រភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រទី3ឈ្មោះសានពិសិដ្ឋភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រទី4ឈ្មោះគឹមមករាភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រទី5ឈ្មោះប៊ុនសោភាភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី6ឈ្មោះចនសត្យាភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រទី7ឈ្មោះណែមមុទិតាភេទប្រុសអាយុ15ឆ្នាំមុខរបរកម្មកររោងចក្រទី8ឈ្មោះសានវិសាលភេទប្រុសអាយុ16ឆ្នាំមុខរបរកម្មករទី9ឈ្មោះសុខុនកណាពេជ្រភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រទី10ឈ្មោះខឹមលីហៀងភេទប្រុសអាយុ16ឆ្នាំមុខរបរនៅផ្ទះទី11ឈ្មោះចិនរនុតភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រនិងទី12មានឈ្មោះយ៉ងរតនាភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មកររោងចក្រចំណែកទីតាំងទី2កម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានចំនួន4នាក់បន្ថែមទៀតដោយពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូវេលាម៉ោង23:30នាទីនាថ្ងៃទី8ខែសីហាឆ្នាំ2026ដដែលនៅចំណុចផ្លូវជាតិលេខ4ស្ថិតនៅក្នុងភូមិត្រពាំងសាំងជាឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺក្មេងទំនើងទី1មានឈ្មោះសនឧត្តមភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី2ឈ្មោះសនចម្រើនភេទប្រុសអាយុ18ឆ្នាំមុខរបរនៅផ្ទះទី3ឈ្មោះឆាយមេងហៀងភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រនិងទី4មានឈ្មោះចនរក្សាភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបទាំងពីរទីតាំងនេះកម្លាំងអាវុធហត្ថចាប់យកវត្ថុតាងបានរួមមានម៉ូតូចំនួន8គ្រឿងទូរស័ព្ទចំនួន16គ្រឿងខ្សែកលោហៈធាតុពណ៌ទង់ដែងចំនួន1ខ្សែនិងកងដៃលោហៈធាតុពណ៌ទង់ដែងចំនួន1ផងដែរបច្ចុប្បន្នក្មេងទំនើងទាំង16នាក់នេះត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបានយកមកធ្វើការអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សាបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញបង្កភាពអនាធិបតេយ្យក្នុងសង្គមនិងដកហូតម៉ូតូចំនួន12គ្រឿងយកទៅរក្សាទុករយៈពេល3ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើងត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុតនិងវិធានការរដ្ឋបាលនិងវិធានការច្បាប់ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល3ខែចំពោះការប្រព្រឹត្តលើកទី1និង6ខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទី2បន្តទៀត